ตบงส้มโกรธซัวตลอดเนี่ยคู่หนึ่งซัวได้แต่การมันเพี้ยรูปต่างๆเนี่ยข้างในนี้ได้กรมปุยยืมหนึ่งหมดเพื่อการเบาะไส้จะต้องจมูกนึงตำแหน่งตำนองการตุ๊ดเราเวียงการไปเชี่ยให้นึงปฏิกิริยาการกระบงจังในข้างในนี้ได้ดำใบถวยพอดแค่การทำเมียนดำหนาการไตโดลูนให้เบาะไส้บ้านกระบอกเขาไว้คือปุยยืมเมียนเวียกมันจำนวนใบรูปหนึ่งเพียวกิตยุจำนวนมารูปจังต่างๆนี้หนึ่งตัวสกอร์เวียกมันให้นึงเพียวกิตยุใบยืมต่างๆนี้ชิมเอฟโซนเนี่ยเขาก็ได้จะสุดเลยในดอกนี้ยังช่วยเอ็มพีน่าชิมในสัตว์ชามที่ปีในชิมเมนต์แบบน้องอันตรายเฉียดหายเงินนี้ยังมีกิตยุนะแต่บันทึกชีวิตมันไว้รูปในขนมพอดแคมป์นี้ជំរាបសួរអ្នកគ្រូព្រមទាំងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះអង្គមួយឆេជានិស្សិតឆ្នាំទី2ផ្នែកតំណែងអន្តរជាតិហើយថ្ងៃនេះខ្ញុំក៏ជាវាគ្មិនមួយរូបសម្រាប់ podcast មួយនេះដែរជំរាបសួរអ្នកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះឆនសៀវហួរជានិស្សិតជំនាញតំណែងអន្តរជាតិហើយថ្ងៃនេះខ្ញុំក៏ចូលរៀនជាវាគ្មិនមួយរូបផងដែរជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះវ៉ាន់ដាលីថ្ងៃនេះខ្ញុំចូលរួមជាភ្ញៀវកិត្តិយសឥឡូវយើងចូលមកកាន់ប្រធានបទរបស់យើងក៏ដូចជាបើកវគ្គនៃការសួរសំណួរទៅដល់វាគ្មិនរបស់យើងក៏ដូចជាភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាដោយសារតែយើងមើលឃើញថាតាក់ទងជាមួយនឹងតំណែងរវាងប្រទេសកម្ពុជាហើយនិងកូរ៉េខាងត្បូងគឺមានភាពលេចធ្លោក៏ដូចជាអភិវឌ្ឍខ្លាំងមែនទែនអញ្ចឹងខ្ញុំប្រកាសជាមានសំណួរខ្លះដើម្បីសួរទៅលើវាគ្មិនរបស់យើងក៏ដូចជាភ្ញៀវកិត្តិយសរបស់យើងដើម្បីទទួលបាននូវចំណេះដឹងក៏ដូចជាបទពិសោធន៍ដើម្បីចែកទៅដល់ audience ក៏ដូចជាខ្ញុំផ្ទាល់ដើម្បីរៀនសូត្រតាក់ទងជាមួយនឹងចំណេះដឹងទាំងអស់នេះឲ្យកាន់តែដឹងច្រើនជាងមុនតាក់ទងជាមួយនឹងតំណែងរវាងកម្ពុជាហើយនិងកូរ៉េខាងត្បូងឥឡូវយើងចូលទៅដល់សំណួរទី1ដែលខ្ញុំនឹងសួរទៅលើវាគ្មិនអេងពីណាខ្ញុំចង់ដឹងថាតើតំណែងរវាងកម្ពុជាហើយនិងកូរ៉េខាងត្បូងនឹងវាចាប់ផ្ដើមតាំងពីពេលណាមកចង់សៀងដឹងស្រាប់ទេថាកម្ពុជាជាមួយនឹងកូរ៉េខាងត្បូងគឺមានតំណែងជាមួយគ្នាតាំងពីយូរមែនតើអញ្ចឹងសម្រាប់តំណែងហ្នឹងគឺបានចាប់ផ្ដើមតាំងពីឆ្នាំ1970មកម៉ែអញ្ចឹងបន្ទាប់ពីមានតំណែងការទូតជាមួយគ្នាហើយបញ្ចប់ពីហ្នឹងមកគឺយើងមានការផ្អាកតំណែងមួយរយៈដែលស្អីដែលសារតែទី1គឺមានដូចជាប្រទេសយើងប្រែប្រួលប្រព័ន្ធនយោបាយហើយទី2ប្រទេសរបស់យើងមានសង្គ្រាមអញ្ចឹងតំណែងហ្នឹងក៏បានផ្អាកមួយរយៈសិនហើយបន្ទាប់ពីហ្នឹងមកនៅពេលដែលប្រទេសយើងមានសុខសន្តិភាពក៏ដូចជាស្ថិរភាពឡើងវិញអញ្ចឹងហើយនៅពេលដែលប្រទេសយើងមានស្ថិរភាពឡើងវិញហ្នឹងក៏បានបង្កើតទំនាក់ទំនងការទូតឬក៏ភ្ជាប់ទំនាក់ទំនងជាមួយគ្នាហ្នឹងឡើងវិញនៅឆ្នាំ1997ហើយបន្ទាប់ពីហ្នឹងមកប្រទេសរបស់យើងជាមួយនឹងប្រទេសកូរ៉េខាងត្បូងហ្នឹងក៏មានទំនាក់ទំនងជាមួយគ្នាគ្រប់វិស័យជាពិសេសគឺវិស័យអប់រំអញ្ចឹងទៅគ្រប់វិស័យទាំងអស់គឺបានមានទំនាក់ទំនងជាមួយគ្នាឡើងវិញតែម្ដងអញ្ចឹងឃើញថាបន្ទាប់ពីបានស្ដាប់តាក់ទងជាមួយនឹងការបកស្រាយដែលវាគ្មិនរបស់យើងមកខ្ញុំឃើញថាទំនាក់ទំនងរបស់កូរ៉េខាងត្បូងហើយនិងកម្ពុជាគឺមានប្រវត្តិជាច្រើនមែនទែនហើយក៏រៀងជូរចត់ដែរមានទាំងភាពជូរចត់មានទាំងភាពផ្អែមល្ហែមអីអញ្ចឹងទៅជូរចត់ហ្នឹងគឺត្រង់ថាយើងធ្លាប់មានតំណែងមួយគ្នាហើយប៉ុន្តែយើងត្រូវបែកបាក់គ្នាអីវិញអញ្ចឹងណាប៉ុន្តែមិនអីព្រោះថាបន្ទាប់ពីការបែកបាក់ហើយក៏យើងបានសាងនៅមិត្តភាពដ៏ល្អមួយជាមួយនឹងគ្នាវិញផងដែរហើយអានេះវាជារឿងមួយដែលល្អមែនទែនព្រោះថាទោះបីជាឆ្លងកាត់រឿងរ៉ាវគេហៅថារឿងរ៉ាវច្រើនមានជូរចត់ផងមានល្អផងមានអាក្រក់ផងក៏យើងនៅតែអាចចាប់ផ្ដើមជាថ្មីបានហើយការចាប់ផ្ដើមហ្នឹងគឺវាមានផលល្អទៀតអញ្ចឹងបន្ទាប់ពីបានយល់នៅសំណួរនេះហើយខ្ញុំក៏មានសំណួរបន្ទាប់ទៀតដែលយើងនឹងចោទសួរទៅដល់វាគ្មិនបន្ទាប់របស់យើងដែលជាកញ្ញាអឹងមួយឆេងណាខ្ញុំចង់សួរថាតើមូលហេតុអីបានជាកូរ៉េខាងត្បូងបានចាត់ទុកប្រទេសកម្ពុជាយើងគឺជាដៃគូសំខាន់បានជាកូរ៉េខាងត្បូងចាត់ទុកកម្ពុជាគឺជាដៃគូយ៉ាងសំខាន់ពីព្រោះកូរ៉េខាងត្បូងគិតថាកម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយជាពិសេសជាងនេះទៅទៀតកូរ៉េខាងត្បូងគិតថាកម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្មជាពិសេសគឺផ្នែកនយោបាយតែម្ដងដែលស្រោមសពជាមួយនឹងប្រទេសកូរ៉េខាងត្បូងហេតុផលជាច្រើនអស់នេះហើយដែលកូរ៉េខាងត្បូងគិតថាកម្ពុជាគឺជាដៃគូយ៉ាងសំខាន់លើពីនេះទៅទៀតគឺយើងមានហេតុផលចំនួន3ធំៗដែលហេតុផលទី1ហ្នឹងគឺកូរ៉េខាងត្បូងគិតថាកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលសមស្របជាមួយនឹងប្រទេសកូរ៉េខាងត្បូងដែលធ្វើឲ្យផ្នែកពាណិជ្ជកម្មឧស្សាហកម្មកាន់តែកើនឡើងបើសិនជាកូរ៉េខាងត្បូងឲ្យធ្វើការដៃគូសហការជាមួយនឹងប្រទេសកម្ពុជាកត្តាទី2នោះគឺកម្ពុជាសន្ធិដ្ឋនៅក្នុងស្ថិរភាពនយោបាយដែលសមស្របជាមួយនឹងប្រទេសកូរ៉េដោយគ្មានការជំលោះទាស់តែងហើយជាពិសេសប្រទេសកូរ៉េខាងត្បូងជាមួយនឹងប្រទេសកម្ពុជាក៏មានមិត្តភាពមួយដែលអាចទុកចិត្តបាននិងមានភាពយូរអង្វែងផងដែរហើយកត្តាចុងក្រោយបំផុតគឺកត្តាទី3គឺ
កូរ៉េខាងត្បូងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឬទំនាក់ទំនងបែបពាណិជ្ជកម្មឧស្សាហកម្មជាមួយនឹងប្រទេសកម្ពុជានិងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងនិងប្រទេសកម្ពុជាគិតថាគឺជាដៃគូយ៉ាងល្អបំផុតក្នុងការចាប់ដៃគូសហការក្នុងការធ្វើឲ្យប្រទេសនីមួយៗមានការរីកចម្រើនរីកលូតលាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ អញ្ចឹងឃើញថាមានហេតុផលច្រើនមែនតើដែលកូរ៉េខាងត្បូងបានចាត់ទុកកម្ពុជាជាដៃគូមួយយ៉ាងសំខាន់នៅក្នុងហេតុផលទាំងនោះវាសមស្របទៅនឹងអ្វីដែលកូរ៉េខាងត្បូងគាត់បានចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់អានេះជាហេតុផលមួយដែលសមស្របមែនតើដែលឯកសារបានចងក្រងឡើងណាអញ្ចឹងបន្ទាប់ពីបានស្ដាប់តាក់ទងជាមួយនឹងចំណុចសំខាន់ទាំងអស់នេះហើយខ្ញុំក៏មានសំណួរមួយទៀតដែលសួរទៅដល់វាគ្មិនបន្ទាប់របស់យើងគឺកញ្ញាឆនស៊ីហួរដែលខ្ញុំចង់សួរតាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការនយោបាយអញ្ចឹងខ្ញុំចង់នឹងថាតើកិច្ចសហប្រតិបត្តិការនយោបាយរវាងកម្ពុជានិងកូរ៉េខាងត្បូងនឹងវាដូចមួយខ្លះឬក៏វារបៀបនៃការអនុវត្តឬក៏របៀបនៃការធ្វើការហ្នឹងវាមិនខ្លះអីចឹងណា បើយើងនិយាយពីកិច្ចសហប្រតិបត្តិការការទូតនយោបាយរវាងកម្ពុជានិងកូរ៉េខាងត្បូងវិញយើងឃើញថាកម្ពុជានិងកូរ៉េខាងត្បូងហ្នឹងគាត់មានតំណែងការទូតជាច្រើនសតវត្សមកហើយតំណែងរវាងប្រទេសទាំងពីរហ្នឹងមានការរីកចម្រើនជាខ្លាំងជាច្រើនវិស័យដែលក្នុងវិស័យនោះគឺវិស័យការទូតហ្នឹងបដូរកិច្ចពិភាក្សាថ្នាក់ដឹកនាំដើម្បីពង្រឹងទំនុកចិត្តនិងបង្កើនកិច្ចសហប្រតិបត្តិការដែលមានបញ្ហាជាប្រយោជន៍រួមហើយក្រៅពីហ្នឹងក៏មានការធ្វើទំនាក់ទំនងទ្វេភាគីដែលកម្ពុជានិងកូរ៉េខាងត្បូងក៏បានសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិដែលដូចជាអង្គការសហប្រជាជាតិអាស៊ាននិងវេទិកាពហុភាគីផ្សេងៗទៀតផងអញ្ចឹងយើងឃើញថាភាគីទាំងពីរហ្នឹងគាត់គាំទ្រគ្នាទៅវិញទៅមកលើការលើកកម្ពស់សន្តិសុខនៅក្នុងប្រទេសហើយនិងអភិវឌ្ឍប្រកបដោយចីរភាពទៀតផងអញ្ចឹងយើងឃើញថាចាកិច្ចសហប្រតិបត្តិការនយោបាយហ្នឹងនិងការទូតក៏បានជួយបង្កើតនៅបរិយាកាសដើម្បីពង្រឹងនៅទំនាក់ទំនងផ្នែកសេដ្ឋកិច្ចការអប់រំវប្បធម៌និងការផ្លាស់ប្ដូរប្រយោជន៍រវាងប្រជាជនទាំងពីរផងដែរ អញ្ចឹងបន្ទាប់ពីបានស្ដាប់វាគ្មិនរបស់យើងដែលជាសៀវហួរណាយើងឃើញថាតាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េខាងត្បូងពិតជាមានភាពស្អិតរមួតខ្លាំងមែនតើនិយាយទៅគឺអាតំណែងតំណងមួយហ្នឹងវាល្អខ្លាំងមែនតើហ្មងតាំងពីដើមរហូតដល់ឥឡូវនេះទោះបីជាអាចនឹងមានរឿងបញ្ហាតិចតួចប៉ុន្តែក៏យើងនៅតែអាចចាប់ផ្ដើមជួសជុលឬក៏សាងនៅទំនុកចិត្តទៅវិញទៅមកជាសារថ្មីម្ដងទៀតផងដែរអញ្ចឹងខ្ញុំគិតថាអានេះវាជារឿងមួយដែលល្អមែនតើសម្រាប់ប្រទេសទាំងពីរណាឥឡូវបន្ទាប់ពីបានស្ដាប់តាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការហើយយើងក៏លេខមកមើលមកសំណួរទៀតដែលខ្ញុំនឹងសួរទៅដល់កញ្ញាអេងពីណាដែលខ្ញុំចង់ដឹងមែនតើតាក់ទងជាមួយនឹងឥឡូវយើងបានដឹងតាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការហើយអញ្ចឹងឥឡូវយើងចូលទៅដល់តាក់ទងជាមួយនឹងវិស័យសេដ្ឋកិច្ចហើយនិងពាណិជ្ជកម្មវិញម្ដងខ្ញុំចង់ដឹងថាតើវិស័យសេដ្ឋកិច្ចហើយនិងពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងហើយនិងប្រទេសកម្ពុជាហ្នឹងវាមានលក្ខណៈបែបមិនដែរឬក៏វាដំណើរការបែបមិនដែរឥឡូវហ្នឹង ចឹងបើយើងក៏លេខទៅមើលវិស័យពាណិជ្ជកម្មក៏ដូចជាសេដ្ឋកិច្ចរវាងកូរ៉េហើយនិងកម្ពុជាវិញយើងឃើញថាវិស័យនេះគឺពិតជាមានតំណែងគ្នាខ្លាំងមែនទែនដូចជាកម្ពុជាហើយនិងកូរ៉េហ្នឹងគឺមានតំណែងជិតស្និទ្ធហើយប៉ុន្តែបន្ទាប់ពីពួកយើងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានឈ្មោះថា CKFTA ដែលមានពាក្យពេញហៅថា Cambodia Korea Free Trade Agreement ដែលកិច្ចព្រមព្រៀងហ្នឹងគឺផ្ដោតទៅលើពាណិជ្ជកម្មជាពិសេសគឺការអនុគ្រោះពន្ធពីការនាំចេញពីកម្ពុជាទៅកូរ៉េក៏ដូចជាការអនុគ្រោះពន្ធដែលនាំចូលពីកូរ៉េមកកម្ពុជាយើងនិយាយទៅគឺការនាំចេញនាំចូលរវាងពីរប្រទេសហ្នឹងគឺមានការអនុគ្រោះក៏ដូចជាការកាត់បន្ថយពន្ធជាច្រើនដូចជាសម្រាប់ការនាំចេញរបស់កម្ពុជាយើងទៅកូរ៉េគឺមានភាគរយរហូតទៅដល់ 93.8% ហើយសម្រាប់ពីកូរ៉េមកកម្ពុជាយើងវិញគឺរហូតទៅដល់ 95.6% អញ្ចឹងយើងដឹងហើយថានៅពេលដែលប្រទេសទាំងពីរគឺបានចុះកិច្ចព្រមព្រៀងហ្នឹងវិស័យសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្មហ្នឹងគឺកាន់តែមានភាពស្និទ្ធស្នាលខ្លាំងមែនតើដូចជាកម្ពុជាបាននាំចេញមានដូចជាដឹងហើយថាភាគច្រើនជាវត្ថុធាតុដើមក៏ដូចជាមានដូចជាផលិតផលកសិកម្មផលិតផលឧស្សាហកម្មនាំចេញជាស្បែកជើងកណាត់អីផ្សេងហើយសម្រាប់ភាគីខាងកូរ៉េវិញបាននាំចូលមកកម្ពុជាមានដូចជាភាគច្រើនគឺគ្រឿងអេឡិចត្រូនិកហ្មងនិយាយទៅគ្រឿងអេឡិចត្រូនិកនិយាយទៅរបស់ដែលទំនើបភាគច្រើនគឺនាំចូលមកពីកូរ៉េមកកាន់កម្ពុជាយើងអញ្ចឹងតាមរយៈសកម្មភាពការនាំចេញនាំចូលដោះដូរពាណិជ្ជកម្មគ្នាភាគច្រើនហ្នឹង
គឺបាននាំឲ្យកម្ពុជាហើយនិងកូរ៉េទទួលបានផលប្រយោជន៍យ៉ាងច្រើនឧទាហរណ៍ថានៅពេលដែលកម្ពុជាយើងនាំចេញវត្ថុធាតុដើមទៅកាន់ប្រទេសកូរ៉េអញ្ចឹងទៅនាំឲ្យប្រទេសកូរ៉េក៏ដូចជាកម្ពុជាយើងទទួលបាននៅអត្ថប្រយោជន៍សេដ្ឋកិច្ចក៏កើនឡើងប្រជាជនទាំងអស់កាន់តែមានការងារធ្វើហើយក៏នាំឲ្យប្រទេសទាំងពីរហ្នឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធហើយបើសិនជាយើងក៏លេចមកមើលភាពជាក់ស្ដែងវិញនិយាយទៅយើងគិតថា4ខែដើមឆ្នាំ2026ហ្នឹងដែល4ខែនៅក្នុងដើមឆ្នាំ2026ហ្នឹងបើយើងសង្កេតទៅលើការដែលភាគរយកម្ពុជាយើងនិងកូរ៉េបាននាំចេញនាំចូលហ្នឹងគឺមានចំនួនរហូតដល់357.8 លានដុល្លារដែលបានកើនឡើងខ្លាំងមែនតើនិយាយទៅខ្ពស់ជាងឆ្នាំមុននិយាយទៅឆ្នាំមុនកំឡុងពេលហ្នឹងដូចគ្នាប៉ុន្តែគឺបានខ្ពស់ជាងកាលពីឆ្នាំរហូតដល់ 23% ដែលកម្ពុជានាំចេញទៅកូរ៉េហ្នឹងវាចូលប្រហែលជា100 លានដុល្លារអាមេរិកជាងហើយបន្ទាប់ពីហ្នឹងកូរ៉េនាំចូលមកកម្ពុជាហ្នឹងចូលអាចទៅនឹង200 ដុល្លារជាង200 លានដុល្លារជាងអញ្ចឹងយើងអាចមើលតាមជាក់ស្ដែងបានថាពីមួយឆ្នាំទៅមួយឆ្នាំទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េទៅលើផ្នែកសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្មហ្នឹងគឺកាន់តែមានភាពស្និទ្ធស្នាលហើយកាន់តែរីកចម្រើនទៅនិយាយទៅតាំងពីដើមឆ្នាំ2021 2022មកម៉េះដែលកម្ពុជាបន្ទាប់ពីចុះគេហៅថាកិច្ចព្រមព្រៀងដែលខ្ញុំបាននិយាយមុនហ្នឹងដែលហៅថា CKFTA ហ្នឹងចឹងបន្ទាប់ពីការចុះកិច្ចព្រមព្រៀងហ្នឹងនៅឆ្នាំ2021ដូចជានៅក្នុងកំឡុងថ្ងៃទី26ខែតុលាបានចុះហត្ថលេខាហើយក៏បានចូលជាធរមាននៅដើមឆ្នាំ2022អញ្ចឹងតំណែងគឺបានកាន់តែជិតស្និទ្ធទៅហើយយើងអាចមើលតាមរយៈការជាក់ស្ដែងមកថាតំណែងហ្នឹងវាអត់អាចបានន័យថាពីមួយថ្ងៃទៅមួយថ្ងៃគឺប្រទេសយើងគឺបានរកផ្លូវជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមរយៈពាណិជ្ជកម្មក៏ដូចជាសេដ្ឋកិច្ចនឹងដូចគ្នាអញ្ចឹងបន្ទាប់ពីបានស្ដាប់ហើយឃើញថាតកតងជាមួយនឹងផ្នែកសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្មគឺមានរឿងល្អមែនទែនរវាងប្រទេសកម្ពុជាហើយនិងកូរ៉េខាងត្បូងមានទាំងការនាំចេញមានទាំងការនាំចូលហើយការនាំចេញនាំចូលនោះគឺមានទំនិញច្រើនមកទៀតមិនថាសម្លៀកបំពាក់មិនថាស្បែកជើងមិនថាកៅអៅឬក៏អវ៉ាន់ផ្សេងឬក៏មុខទំនិញផ្សេងទេគឺមានការដោះដូរគ្នាច្រើនមែនទែនទៅវិញទៅមកណាដែលជារឿងមួយល្អមែនទែនសម្រាប់សេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្មដែលធ្វើឲ្យប្រទេសទាំងពីរកាន់តែអភិវឌ្ឍដូចគ្នាចាប់ដៃគ្នាហើយអភិវឌ្ឍទៅមុខជាមួយនឹងគ្នាការរកស៊ីជាមួយនឹងគ្នាអភិវឌ្ឍទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបានស្ដាប់សំណួរនេះដែលការបកស្រាយពីវាគ្មិនយើងនឹងបានល្អហើយខ្ញុំក៏មានសំណួរបន្ទាប់ដែរដែលចាប់សួរទៅដល់វាគ្មិនយើងបន្ថែមទៀតដែលខ្ញុំចង់សួរតាក់ទងជាមួយនឹងសំណួរថាតើការវិនិយោគរបស់កូរ៉េខាងត្បូងមកលើប្រទេសកម្ពុជារបស់យើងវាមានសារៈសំខាន់បែបណាឬក៏អសារៈសំខាន់ដែលកូរ៉េខាងត្បូងអភិវឌ្ឍមកលើកម្ពុជាឬក៏វិនិយោគមកលើកម្ពុជាហ្នឹងណាតើសារៈសំខាន់ហ្នឹងវាខ្លាំងដូចម្ដេចឬក៏វាមានសារៈសំខាន់ខ្លាំងប៉ុណ្ណាអញ្ចឹងណាការវិនិយោគរបស់កូរ៉េខាងត្បូងពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសកម្ពុជាដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍពិតណាស់ប្រទេសកម្ពុជាពិតជាត្រូវការជុំជ្រែងឬក៏ការឧបត្ថម្ភការវិនិយោគពីបណ្ដាប្រទេសផ្សេងជាច្រើនដូច្នេះការជួយពីកូរ៉េខាងត្បូងពិតជាមានសារៈសំខាន់ណាស់ដល់កម្ពុជាលើពីនេះទៅទៀតកូរ៉េខាងត្បូងក៏បានជួយឧបត្ថម្ភឬក៏ការជួយវិនិយោគទៅលើសំណង់ស៊ីវិលជាច្រើនដូចជាអគារធំនៅសប្តាហ៍ថ្ងៃហ្នឹងយើងក៏អាចសង្កេតឃើញថាអគារធំជាច្រើនឬក៏ការវិនិយោគសំណង់ចាស់ជាដើមគឺពិតជាទទួលបានការជួយជំរុញពីប្រទេសកូរ៉េខាងត្បូងលើពីនេះទៅទៀតគឺផ្នែកឧស្សាហកម្មពាណិជ្ជកម្មដែលយើងមិនអាចចោលបានគឺជាការរកស៊ីជួញដូរឬក៏ការវិនិយោគរវាងគ្នាទៅវិញទៅមកដែលធ្វើឲ្យប្រទេសទាំងពីរហ្នឹងមានការរីកចម្រើនលើពីនេះទៅទៀតយើងក៏មិនអាចបំភ្លេចបានគឺផ្នែកកសិកម្មតែម្ដងដោយយើងសង្កេតឃើញសពថ្ងៃនេះឬក៏ប្រហែលឆ្នាំមុនយើងឃើញថាប្រជាជនប្រទេសកម្ពុជាក៏បានទៅធ្វើកសិកម្មនៅឯប្រទេសកូរ៉េខាងត្បូងដែលធ្វើឲ្យប្រទេសទាំងពីរមានការដោះដូរគ្នាទៅវិញទៅមកឧទាហរណ៍ដូចជាការប្រជាជនប្រទេសកម្ពុជាទៅធ្វើកសិកម្មនៅឯប្រទេសកូរ៉េខាងត្បូងហើយប្រទេសកូរ៉េខាងត្បូងក៏បានផ្ដល់ជាអាហារូបករណ៍ឬក៏
ការសិក្សាអប់រំជាពិសេសមកដល់ប្រទេសកម្ពុជាផងដែរដែលធ្វើឲ្យប្រទេសទាំងពីរមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងកាន់តែមានប្រសិទ្ធភាពជាមួយគ្នាពីមួយឆ្នាំទៅមួយឆ្នាំដោយហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យកូរ៉េខាងត្បូងនិងប្រទេសកម្ពុជាគឺជាដៃគូយ៉ាងសំខាន់ស្របជាមួយនឹងកត្តានឹងផងដែរប្រទេសកូរ៉េខាងត្បូងក៏ជាប្រទេសមួយដែលមានការយោគយល់និងអធ្យាស្រ័យមកដល់ប្រទេសកម្ពុជាដោយស្របហើយប្រទេសកម្ពុជាក៏គិតថាប្រទេសកូរ៉េខាងត្បូងក៏ជាដៃគូដែលស្របប្រកបចំពោះដល់ប្រទេសកម្ពុជាផងដែរ អូអញ្ចឹងឃើញថាបន្ទាប់ពីបានស្ដាប់តាក់ទងជាមួយនឹងការវិនិយោគរបស់កូរ៉េមកលើខាងកូរ៉េខាងត្បូងមកលើកម្ពុជាហើយយើងពិតជាបានដឹងមែនថាការវិនិយោគរបស់កូរ៉េខាងត្បូងមកលើកម្ពុជានឹងពិតជាមានសារៈសំខាន់ខ្លាំងយកតែមែនតើមកព្រោះថាវាជាផ្នែកមួយដែលជួយឲ្យប្រទេសយើងកាន់តែអភិវឌ្ឍទៅមុខកាន់តែបន្តរីកចម្រើនទៅមុខទៀតវាជាផ្នែកមួយដែលធ្វើឲ្យប្រទេសយើងកាន់តែខ្លាំងក្លាកាន់តែមានសក្តានុពលទៅមុខទៀតដែលវាជារឿងមួយដែលសំខាន់ខ្លាំងមែនតើនៅក្នុងការវិនិយោគមួយនេះអញ្ចឹងបន្ទាប់ពីសំណួរនេះដែរខ្ញុំក៏មានសំណួរមកសំណួរបន្ថែមទៀតដែរដែលចង់ចោទសូទៅកាន់វាគ្មិនយើងបន្ថែមទៀតខ្ញុំអាសាឮគេនិយាយតាក់ទងជាមួយនឹង KOICA ណាខ្ញុំពិតជាឆ្ងល់មែនដែរថា KOICA នឹងជាអ្វីហើយ KOICA ហ្នឹងវាមានតួនាទីអ្វីខ្លះរវាងតំណែងតំណងកម្ពុជាហើយនិងកូរ៉េខាងត្បូង អញ្ចឹងយើងដឹងហើយថាកូតាមានសារៈសំខាន់ជាខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាហើយនិងកូរ៉េខាងត្បូងចង់ដឹងអត់ថាតំណែងតំណងតួនាទីរបស់កូតានៅក្នុងតំណែងតំណងកម្ពុជាហើយនិងកូរ៉េខាងត្បូងហ្នឹងវាបែបម៉េចអញ្ចឹងកូតាហ្នឹងយើងដឹងហើយថាវាមានឈ្មោះពេញថា Korea International Cooperation Agency ហើយវាជាភ្នាក់ងារការងារប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលមានតួនាទីសំខាន់នៅក្នុងការផ្តល់ជំនួយអភិវឌ្ឍផ្លូវការឬក៏ផ្តល់ ODA ដល់ប្រទេសដែលកំពុងអភិវឌ្ឍរួមមានទាំងកម្ពុជាយើងនៅក្នុងនឹងផងដែរដែលកម្ពុជាហ្នឹងក៏តែគាត់បានចូលរួមគម្រោងអភិវឌ្ឍជាច្រើនដូចជាការសាងសង់ស្ពានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍសុខាភិបាលដែលលើកកម្ពស់ដល់វិស័យអប់រំយើងឃើញថាការលើកកម្ពស់ដល់វិស័យអប់រំហ្នឹងគឺមានការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតដែលមានការផ្លាស់ប្ដូរការសិក្សាគ្នាដែលយើងហៅថា exchange program ឬក៏ផ្តល់ scholarship ទៅដល់សិស្សនិស្សិតមួយចំនួនតាមសាកលវិទ្យាល័យឬក៏សាលានីមួយៗនិងការគ្រប់គ្រងវិស័យកសិកម្មការផ្គត់ផ្គង់ទឹកស្អាតនិងការបណ្ដុះបណ្ដាលមន្ត្រីរាជការផងដែរដែលគម្រោងទាំងអស់ហ្នឹងហើយមិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុទេវាថែមទាំងផ្តល់ដល់បច្ចេកទេសប៉ុន្តែនឹងជួយពង្រឹងទៅដល់សមត្ថភាពរបស់ស្ថាប័ននិងធនធានមនុស្សនៅកម្ពុជាទៀតផងគោលដៅសំខាន់របស់កូតានោះគឺការលើកកម្ពស់គុណភាពរបស់ប្រជាជននិងការអភិវឌ្ឍប្រកបដោយចីរភាពអញ្ចឹងកូតាហ្នឹងវាគឺជាស្ពានសំខាន់មួយដែលភ្ជាប់ទំនាក់ទំនងកម្ពុជានិងកូរ៉េខាងត្បូងដែលតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍដែលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់វាគ្មិនរបស់យើងមកណាខ្ញុំឃើញថា KOICA នឹងគឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនរវាងតំណែងតំណងកម្ពុជាហើយនិងកូរ៉េខាងត្បូងពីមុនមកធ្លាប់តែឆ្ងល់ថាស្អីគេ KOICA អីគេ KOICA ឥឡូវបន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់វាគ្មិនយើងមកគឺឃើញថាបានក្បោះក្បាយក៏ដូចជាលម្អិតមែនទែនហើយធ្វើឲ្យខ្ញុំទាំង audience គឺបានយល់កាន់តែច្បាស់ហើយនឹងកាន់តែច្រើនតាក់ទងជាមួយនឹង KOICA នេះផងដែរអញ្ចឹងឥឡូវនេះបន្ទាប់ពីស្ដាប់ការបកស្រាយយ៉ាងល្អមួយនេះហើយខ្ញុំចង់ចូលទៅដល់សំណួរមួយទៀតដែលសួរទៅដល់ភ្ញៀវកិត្តិយសយើងម្ដងឥឡូវយើងចូលទៅដល់វគ្គសួរភ្ញៀវកិត្តិយសយើងម្ដងហើយចង់សួរភ្ញៀវកិត្តិយសតាក់ទងជាមួយនឹងវិស័យអប់រំណាចង់ដឹងថាតើតាក់ទងជាមួយនឹងវិស័យអប់រំរវាងប្រទេសកម្ពុជាហើយនិងកូរ៉េខាងត្បូងនោះវាមានមិនដែរឬក៏និយាយឲ្យងាយស្រួលស្ដាប់ទៅតើនៅក្នុងវិស័យអប់រំហ្នឹងវាមិនដែររវាងប្រទេសទាំងពីររវាងកូរ៉េខាងត្បូងហើយនិងកម្ពុជា អូខេចូលមកដល់ចំណុចមួយនេះខ្ញុំគិតថាពិតជាល្អរវាងនឹងប្រទេសកូរ៉េខាងត្បូងជាមួយនឹងកម្ពុជាគាត់បានធ្វើទាំងពីរហ្នឹងគាត់បានសហការគ្នាបានល្អហើយនិងមួយទៀតប្រទេសកូរ៉េខាងត្បូងគាត់មានអាហារូបករណ៍ទៅដល់ប្រទេសទៅដល់និស្សិតកម្ពុជាយ៉ាងច្រើនហើយនឹងមាន exchange program ទៅដល់សិស្សកម្ពុជាដើម្បីទៅបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូងនិងយកចំណេះដឹងមួយហ្នឹងឬក៏បទពិសោធន៍មួយហ្នឹងមកអភិវឌ្ឍនៅប្រទេសកម្ពុជានិងអភិវឌ្ឍឲ្យកម្ពុជាអាចឈរដោយទីពឹងខ្លួនឯងបានហើយមួយវិញទៀតនោះប្រទេសកម្ពុជាគាត់អាចបានទទួលបទពិសោធន៍មួយហ្នឹងអំពីនិស្សិតខ្មែរដែលគាត់បានស្វែងយល់ពីអ្វីដែលបានសិក្សានៅប្រទេស
កូរ៉េខាងត្បូង អញ្ចឹងឃើញថាភ្ញៀវកិត្តិយសរបស់យើងគឺបានបកស្រាយយ៉ាងល្អិតល្អន់ក៏ដូចជាក្បោះក្បាយខ្លាំងមែនទែនតាក់ទងជាមួយនឹងវិស័យអប់រំនេះណាយើងឃើញថាកម្ពុជាយើងទទួលបានផលប្រយោជន៍ក៏ដូចជាកូរ៉េខាងត្បូងក៏ទទួលបានផលប្រយោជន៍ដូចគ្នាដែរទៅលើវិស័យអប់រំនេះហើយឃើញថាជាពិសេសកម្ពុជារបស់យើងគឺទទួលបានផលប្រយោជន៍ច្រើនមែនទែនទាំងការផ្លាស់ប្ដូរការសិក្សាទាំងការរៀនក៏ដូចជាស្វែងយល់ពីមុខជំនាញឬក៏មុខវិជ្ជាថ្មីផ្សេងទៀតដែលវាជារឿងមួយដែលសំខាន់ដើម្បីផ្លាស់ប្ដូរនៅចំណេះវិជ្ជាឬក៏បន្ថែមនៅចំណេះដឹងរបស់យើងឲ្យកាន់តែស៊ីជម្រៅក៏ដូចជាទូលំទូលាយច្រើនជាងមុនបន្ថែមទៀតអីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីស្ដាប់ការបកស្រាយរបស់ភ្ញៀវកិត្តិយសយើងហើយខ្ញុំក៏មានសំណួរបន្ទាប់ដែលចង់សួរទៅដល់វាគ្មិនរបស់យើងគឺកញ្ញាអឹងមួយឆេងដែលចង់សួរថាតើវប្បធម៌របស់កូរ៉េខាងត្បូងណាមានឥទ្ធិពលយ៉ាងដូចម្ដេចខ្លះមកដល់ប្រទេសកម្ពុជារបស់យើងហ្នឹង បានជាវប្បធម៌កូរ៉េខាងត្បូងមានប្រជាប្រិយភាពដល់ប្រទេសកម្ពុជាគឺដោយសារតែប្រទេសកូរ៉េខាងត្បូងនិងប្រទេសកម្ពុជាពិតជាមានដៃគូយ៉ាងសំខាន់និងជាប្រទេសដែលផ្ដល់ផលប្រយោជន៍រវាងគ្នាទៅវិញទៅមកដោយកម្ពុជាផ្ដល់ផលប្រយោជន៍ទៅដល់ប្រទេសកូរ៉េខាងត្បូងហើយប្រទេសកូរ៉េខាងត្បូងក៏បានផ្ដល់ផលប្រយោជន៍មកដល់ប្រទេសកម្ពុជាផងដែរលើសពីនេះទៅទៀតយើងក៏បានលើកប្រសាសន៍របស់សម្ដេចហ៊ុនម៉ាណែតដែលគាត់មានប្រសាសន៍ថាការដែលមានផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកក៏មានសារៈសំខាន់ដូចសារៈសំខាន់រវាងគ្នាទៅវិញទៅមកដូចជាការចាក់ឥទ្ធិពលរវាង K-pop K-drama ដែលធ្វើឲ្យប្រទេសទាំងពីរបានស្គាល់ពីរសនិយមឬក៏រសជាតិវប្បធម៌រវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងលើសពីនេះទៅទៀតវាក៏ឈានទៅដល់ការឡើងនៅភ្ញៀវទេសចររវាងប្រទេសទាំងពីរនឹងផងដែរដោយសពប្រហែលថ្ងៃមុននេះយើងក៏មានការ concert ដែលប្រទេសប្រជាជនឬក៏តារានៅប្រទេសកូរ៉េខាងត្បូងក៏មកធ្វើ concert នៅប្រទេសកម្ពុជាដែលធ្វើឲ្យភ្ញៀវទេសចរពេលហ្នឹងមានការកើនឡើងមិនតែប៉ុណ្ណោះមិនត្រឹមតែមានភ្ញៀវទេសចរប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះទេវាអាចមានភ្ញៀវទេសចរពីបណ្ដាប្រទេសជាច្រើនដូចជាប្រទេសចិនប្រទេសវៀតណាមលើពីនេះទៅទៀតវាក៏អាចឈានដល់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងបានមកទស្សនាការ concert នៅប្រទេសកម្ពុជានឹងផងដែរហើយការដែលមានចាស់ឥទ្ធិពលវប្បធម៌រវាងគ្នាទៅវិញទៅមកវាក៏អាចឈានទៅដល់ការធ្វើពាណិជ្ជកម្មមួយដ៏មានប្រសិទ្ធភាពផងដែរដូចជាការធ្វើ concert ហ្នឹងយើងឃើញមានក្រុមហ៊ុនមួយបានហៅកូរ៉េខាងត្បូងតារាចម្រៀងពីកូរ៉េខាងត្បូងហ្នឹងមកកាន់កម្ពុជាជាហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យពាណិជ្ជកម្មដែលគាត់បានទ្រាំទ្រឬក៏រកស្ទួយតារាកូរ៉េខាងត្បូងហ្នឹងមានការរីកចម្រើនថែមមួយកម្រិតទៀតឬក៏មានការនាំចេញទំនិញកាន់តែមានប្រសិទ្ធភាពនឹងការឡើងជាងនេះទៅទៀតបើយើងក៏លេខទៅមើល10ឆ្នាំមុនយើងក៏ឃើញមានប៉ុស្តិ៍ទូរទស្សន៍ក៏បានហៅក្រុមតារាចម្រៀងប្រទេសកូរ៉េខាងត្បូងមកកាន់កម្ពុជាផងដែរដែលធ្វើឲ្យប្រទេសទាំងពីរមានភាពស្និទ្ធស្នាលរវាងគ្នាទៅវិញទៅមកការដែលផ្លាស់ប្ដូរទំនាក់ទំនងឬក៏ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នាទៅគ្នានឹងគ្នាទៅវិញទៅមកធ្វើឲ្យប្រទេសទាំងពីរកាន់តែមានភាពស្អិតល្មួតជាពិសេសគឺការធ្វើឲ្យប្រទេសនីមួយៗមានការកើនឡើងនៅផ្នែកពាណិជ្ជកម្មដែលផ្នែកពាណិជ្ជកម្មនឹងហើយដែលធ្វើឲ្យប្រទេសកាន់តែមានការរីកចម្រើនលើពីនេះទៅទៀតប្រទេសកម្ពុជាក៏មានគម្រោងថានឹងក្លាយទៅជាប្រទេសដែលមានមធ្យមភាពសមរម្យឬក៏គេហៅថាគឺជាប្រទេសដែលឈានផុតពីភាពក្រីក្រនៅក្នុងឆ្នាំ2050នឹងផងដែរចឹងបើសិនជាប្រទេសទាំងពីរមានដៃគូយ៉ាងសំខាន់និងមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនឹងការឈានចូលទៅការឈានមកនៅភ្ញៀវទេសចររវាងបណ្ដាប្រទេសជាច្រើនឬក៏ការជួយលើកស្ទួយរវាងប្រទេសទាំងពីរហ្នឹងកាន់តែមានប្រសិទ្ធភាពកម្ពុជាពិតណាស់នឹងអាចក្លាយទៅជាប្រទេសដែលមានជីវភាពមធ្យមឬក៏ឈានផុតពីភាពក្រីក្រនៅក្នុងឆ្នាំ2050នឹងពិតមែន អញ្ចឹងឃើញថាបន្ទាប់ពីបានស្ដាប់មកឃើញថាឥទ្ធិពលនៃវប្បធម៌របស់កូរ៉េខាងត្បូងគឺបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាយ៉ាងច្រើនគួរសមដែរមិនថាផ្នែកវប្បធម៌មិនថាផ្នែកផ្សេងទាំងម្ហូបអាហារទាំងផ្នែក K-pop ទាំងអីគឺច្រើនមែនតើដែលបានជះឥទ្ធិពលមកលើអរិយធម៌ឬក៏វប្បធម៌នៅក្នុងប្រទេសកម្ពុជាយើងហើយខ្ញុំគិតថាអាការដែលជះអតិពលទាំងអស់នេះវាក៏វាមិនមែនជារឿងអាក្រក់ដែរព្រោះថាវាបានជួយច្រើនមែនតើដូចគ្នាទៅលើតាក់ទងជាមួយនឹងវិស័យទេសចរហើយវាធ្វើឲ្យហិរញ្ញវត្ថុឬក៏ចំណូលនៅក្នុងប្រទេសកម្ពុជាយើងកើនឡើងដូចគ្នាអញ្ចឹងខ្ញុំគិតថាការដែលបានជះអតិពលវប្បធម៌ពីកូរ៉េខាងត្បូងមកលើប្រទេសកម្ពុជាក៏វាជារឿងមួយដ៏សំខាន់ដែរដើម្បីធ្វើឲ្យប្រទេសយើងកាន់តែអភិវឌ្ឍទៅមុខហើយក៏ដូចជាតាក់ទងជាមួយនឹងកិច្ចសហប្រតិការឬក៏គេហៅថាទំនាក់ទំនងដៃគូនឹងគ្នារវាងកូរ៉េខាងត្បូងហើយនិងប្រទេសកម្ពុជាហ្នឹងកាន់តែមានភាព
ស្អិតរមួតហើយការរាប់អានគ្នានឹងគឺមានភាពយូរអង្វែងទៅមុខទៀតហើយយើងអាចអភិវឌ្ឍជាមួយគ្នាទៅមុខទៀតអីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីកន្លែងនេះដែរខ្ញុំក៏ចង់មានសំណួរមួយសំណួរទៀតដែរដែលសំណួរនេះខ្ញុំចង់ដឹងមែនតើព្រោះថាយើងឃើញថាប្រជាជនកម្ពុជាយើងគឺបានតែធ្វើការនៅប្រទេសកូរ៉េច្រើនមែនតើមិនច្រើនអីណាស់ណាប៉ុន្តែវារៀងគួរសមដែរអញ្ចឹងណាហើយការធ្វើការនេះគឺយើងអាសាឃើញមែនតើទៅតាមភូមិតាមស្រុកដែលបងខ្លះគាត់បន្តធ្វើការពីគេហៅថាផ្លាស់ការងារណាពីកម្ពុជាយើងទៅកាន់ប្រទេសកូរ៉េខាងត្បូងអីចឹងទៅអញ្ចឹងខ្ញុំពិតជាចង់ដឹងមែនតើតកតងជាមួយនឹងចំណុចមួយនេះថាតើការផ្លាស់ប្ដូរឬក៏ការទៅធ្វើការពីកម្មករកម្ពុជាយើងនេះឬក៏ពីប្រជាជនកម្ពុជាយើងនេះទៅធ្វើការនៅប្រទេសខាងកូរ៉េខាងត្បូងណាតើវាមានសារៈសំខាន់អីខ្លះ យើងឃើញហើយថាប្រទេសកម្ពុជាយើងកម្មករជាច្រើនគាត់ទៅធ្វើការចំណាក់ស្រុកនៅគ្រប់បណ្ដាប្រទេសចឹងថ្ងៃហ្នឹងខ្ញុំនឹងលើកយកកម្មករកម្ពុជាដែលគាត់ទៅធ្វើការចំណាក់ស្រុកនៅប្រទេសកូរ៉េខាងត្បូងដែលយើងនឹងសិក្សាអំពីសារៈសំខាន់របស់កម្មករកម្ពុជាដែលគាត់ទៅធ្វើការនៅកូរ៉េខាងត្បូងតើមានសារៈសំខាន់បែបណាខ្លះចឹងកម្មករកម្ពុជាដែលគាត់ទៅធ្វើការនៅកូរ៉េខាងត្បូងហ្នឹងគាត់មានតួនាទីសំខាន់ទាំងក្នុងគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរដែលកម្មករភាគច្រើនហ្នឹងគាត់ទៅធ្វើការតាមប្រព័ន្ធ EPS ដែលប្រព័ន្ធហ្នឹងគឺអនុញ្ញាតឲ្យកម្មករបរទេសហ្នឹងគាត់ទៅធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសនោះអញ្ចឹងតាមរយៈការងារទាំងនោះហើយពួកគេទទួលបាននៅប្រាក់ខែខ្ពស់បង្កើនវិជ្ជាជីវៈនិងទទួលបានបទពិសោធន៍មួយដែលថ្មីសម្រាប់ពួកគេនៅក្នុងជីវិតរស់នៅដែលប្រាក់ចំណូលដែលពួកគេធ្វើការហើយពួកគេបានផ្ញើមកកម្ពុជាវិញហ្នឹងគឺបានគ្រប់គ្រងទៅដល់ជីវភាពគ្រួសារដូចជាការចំណាយទៅលើការអប់រំដែលពួកគេផ្ដល់ឲ្យកូនរបស់ពួកគេបានចូលរៀនការថែរក្សាសុខភាពនិងការវិនិយោគនៅក្នុងអាជីវកម្មតូចៗអាកន្លែងវិនិយោគនៅក្នុងអាជីវកម្មតូចៗហ្នឹងមានន័យថានៅពេលដែលពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េហ្នឹងពួកគាត់ក៏បានផ្ញើប្រាក់មកវិញដើម្បីឲ្យអ្នកនៅកម្ពុជាឬក៏គាត់សន្សំនៅពេលដែលពួកគាត់មកកម្ពុជាវិញគឺពួកគាត់បើកនៅអាជីវកម្មផ្ទាល់ខ្លួនតូចៗដូចជាការលក់ចាប់ហួយនៅតាមផ្ទះឬក៏ការបើកលក់អាជីវកម្មខ្នាតតូចនៅតាមផ្សារអីចឹងទៅហើយលើពីហ្នឹងការធ្វើការរបស់កម្មករកម្ពុជាដែលនៅកូរ៉េខាងត្បូងហ្នឹងក៏បានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនិងជួយលើកកម្ពស់វិស័យសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ទេរប្រាក់ចំណូលនិងការកើនឡើងនៃធនធានមនុស្សផងដែរដែលកម្មករកម្ពុជានៅកូរ៉េខាងត្បូងមិនត្រឹមតែទទួលបាននៅឱកាសការងារនិងប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេប៉ុន្តែពួកគេក៏ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរអញ្ចឹងបើយើងសង្កត់ទៅលើកន្លែងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងមានន័យថានៅពេលដែលប្រទេសមួយខ្វះនៅកម្មករអញ្ចឹងមានន័យថាសេដ្ឋកិច្ចប្រទេសហ្នឹងក៏អាចកើនឡើងបានដែរព្រោះអីគាត់ខ្វះកម្មករដើម្បីទៅជួយការងារនៅក្នុងប្រទេសអញ្ចឹងប្រទេសមួយទៀតគាត់អាចផ្ដល់នៅកម្មករដែលអាចទៅជួយបានអញ្ចឹងមានន័យថាពង្រឹងទំនាក់ទំនងហើយនៅពេលដែលប្រទេសមួយខ្វះអីប្រទេសមួយទៀតទៅបំពេញអញ្ចឹងយើងឃើញថាប្រទេសកូរ៉េខាងត្បូងហ្នឹងគាត់ក៏បានខ្លាចជាដៃគូសហការជាមួយនឹងប្រទេសកម្ពុជាក្នុងវិស័យជាច្រើនដូចជាវិស័យពាណិជ្ជកម្មវិស័យកសិកម្មឬក៏វិស័យឧស្សាហកម្មដែលយើងមានការផ្លាស់ប្ដូររបស់របរគ្នាច្រើនឬក៏ផ្លាស់ប្ដូរកម្លាំងមនុស្សចឹងទៅអញ្ចឹងបន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់វាគ្មិនយើងមកណាគឺយើងបានយល់ច្រើនមែនទែនតទៅជាមួយនឹងចំណុចនេះហើយក៏បានដឹងពីអត្ថប្រយោជន៍ដែលប្រជាជនរបស់យើងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងតើបានផលប្រយោជន៍អីខ្លះតែជួយដល់ប្រទេសយើងអីខ្លះខ្ញុំឃើញថាការបកស្រាយនេះគឺពិតជាល្អមែនទែនឥឡូវនេះយើងចូលទៅដល់វាគ្មិនរបស់យើងចូលទៅដល់ភ្ញៀវកិត្តិយសរបស់យើងម្ដងខ្ញុំចង់សួរពីចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយសតើភ្ញៀវកិត្តិយសរបស់យើងនឹងចាប់អារម្មណ៍ទៅលើចំណុចណាខ្លះឬក៏ចាប់អារម្មណ៍ទៅលើចំណុចណាដែលខ្លាំងជាងគេទៅលើប្រទេសកូរ៉េខាងត្បូងអញ្ចឹងសម្រាប់កំណត់របស់ខ្ញុំផ្ទាល់គឺទៅលើប្រទេសកូរ៉េខាងត្បូងគឺគាត់ពិតជាមានសន្ទុះយ៉ាងខ្លាំងទៅលើការសិក្សានិងការស្រាវជ្រាវនៅក្នុងប្រទេសនោះដូចគ្នានិងការអភិវឌ្ឍនៃធនធានរបស់មនុស្សគាត់បានអភិវឌ្ឍយ៉ាងខ្លាំងក្លាហើយនឹងដូចមានវប្បធម៌អរិយធម៌និង K-pop ដែលបានល្បីសុសសាយទូទាំងសកលលោកដែលបានគេបានស្គាល់ថាប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលពិតជាអភិវឌ្ឍយ៉ាងលឿនហើយនឹងមានម្ហូបអាហារយ៉ាងឆ្ងាញ់ដែលពិតជាធ្វើឲ្យយើងទទួលបាននៅថាសូម្បីតែផ្នែកម្ហូបអាហារនៃប្រទេសរបស់គេក៏មានភាពល្បីល្បាញនិងគួរឲ្យចាប់អារម្មណ៍ដូចគ្នាហើយមួយវិញទៀតនោះប្រទេសកូរ៉េខាងត្បូងគាត់បានអភិវឌ្ឍនៃបច្ចេកវិទ្យាយ៉ាងច្រើនដែលធ្វើឲ្យប្រទេសនៅកម្ពុជារបស់យើងនឹងខ្ញុំគួរចាប់អារម្មណ៍ដូចគ្នា
ឥឡូវនេះគឺយើងបានស្ដាប់ការបកស្រាយរបស់ភ្ញៀវកិត្តិយសយើងហើយឃើញថាមានអីចំណុចចាប់អារម្មណ៍របស់គាត់ទៅលើកូរ៉េខាងត្បូងគឺច្រើនគួរសមដែរហើយយើងក៏បានរៀនសូត្រពីគាត់ពីអ្វីដែលគាត់ប្រាប់ពីអ្វីដែលគាត់និយាយក៏ច្រើនគួរសមដែរដែលយើងអាចគេហៅថាពង្រឹងចំណេះដឹងក៏ដូចជាការអភិវឌ្ឍផ្នែកចំណេះដឹងរបស់យើងបន្ថែមទៀតអញ្ចឹងណាឥឡូវនេះគឺយើងឈានមកដល់សំណួរចុងក្រោយហើយដែលសួរទៅដល់វាគ្មិនរបស់យើងចង់សួរថាតើវាគ្មិនរបស់យើងគិតមិនដែររវាងតំណែងកម្ពុជាហើយនិងកូរ៉េខាងត្បូងនាពេលអនាគតណា ចឹងសម្រាប់តំណែងរវាងកម្ពុជាក៏ដូចជាកូរ៉េខាងត្បូងថ្ងៃអនាគតនឹងអភិវឌ្ឍទៅលើផ្នែកជាច្រើនដែលផ្នែកពីច្រើនហ្នឹងគឺហងៃហ្នឹងសប្តាហ៍ថ្ងៃហ្នឹងក៏មានការអភិវឌ្ឍហើយដែរប៉ុន្តែនៅថ្ងៃអនាគតគឺកាន់តែមានការអភិវឌ្ឍដូចជាយើងគិតថាទៅលើវិស័យអប់រំចុះចឹងទៅលើវិស័យអប់រំគឺនឹងមានការ exchange program ការផ្លាស់ប្ដូរបែបផ្លាស់ប្ដូរអ្នកសិក្សាគ្នាជាច្រើននេះទៅឧទាហរណ៍ថាសិស្សនៅប្រទេសកម្ពុជានឹងផ្លាស់ប្ដូរការសិក្សាក៏ហៅថា exchange program ហ្នឹងទៅកាន់ប្រទេសកូរ៉េខាងត្បូងឬក៏ប្រទេសកូរ៉េមានដូចជាការបញ្ជូនសិស្សមករៀននៅប្រទេសកម្ពុជាអញ្ចឹងទៅអញ្ចឹងនឹងមានកាន់តែច្រើនដូចជាមានជាការផ្ដល់ឱកាសការសិក្សាឲ្យគ្នាទៅវិញទៅមកដើម្បីអីដើម្បីអភិវឌ្ឍធនធានមនុស្សទាំងពីរប្រទេសអញ្ចឹងមនុស្សទាំងអស់អត់អាចរស់តែនៅក្នុងប្រទេសខ្លួនឯងបានទេមនុស្សទាំងអស់ត្រូវរៀនផ្លាស់ប្ដូរបទពិសោធន៍ផ្លាស់ប្ដូរចំណេះដឹងទៅប្រទេសជាច្រើនឧទាហរណ៍ថាយើងប្រទេសយើងខ្សត់ខ្សោយខាងនេះអញ្ចឹងនៅពេលដែលប្រទេសកូរ៉េខាងត្បូងផ្ដល់ជាឱកាសឬក៏ជា exchange program អញ្ចឹងសិស្សយើងឬក៏និស្សិតបានទៅសិក្សានៅទីនោះហើយបានទទួលបទពិសោធន៍ទទួលចំណេះដឹងជាច្រើនហើយអាចយកមកអភិវឌ្ឍប្រទេសបានទៀតហើយសម្រាប់ទៅលើវិស័យសេដ្ឋកិច្ចឬក៏ពាណិជ្ជកម្មវិញចឹងដូចយើងដឹងស្រាប់ថាមានការអភិវឌ្ឍច្រើនខ្លាំងមែនទែនមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េគឺបានគេហៅថាផ្ដល់ឲ្យគ្នាទៅវិញទៅមកទៅនៅពេលដែលជាធម្មតាមានការនាំចេញនាំចូលចឹងទៅធ្វើឲ្យសេដ្ឋកិច្ចទាំងពីរប្រទេសហ្នឹងគឺកាន់តែរីកចម្រើនពីមួយកម្រិតទៅមួយកម្រិតហើយនៅពេលដែលមានការនាំចេញនាំចូលឧទាហរណ៍ថាប្រទេសកម្ពុជានាំចេញទៅជាវត្ថុធាតុដើមមានដូចជាផលិតផលកសិកម្មឧស្សាហកម្មមានតាំងពីកស៊ូស្បែកជើងនិយាយទៅនៅពេលដែលយើងនាំចេញទៅកាន់តែច្រើនប្រទេសរបស់យើងគឺទទួលបានប្រាក់ចំណូលកាន់តែច្រើនវិស័យសេដ្ឋកិច្ចក៏កាន់តែកើនឡើងហើយនៅពេលដែលប្រទេសកូរ៉េនាំចូលមកកម្ពុជាដូចជាអីគេយើងគិតថាគ្រឿងអេឡិចត្រូនិកចុះពាក្យច្រើនមានទាំងឡានអគ្គិសនីឡានធម្មតាគ្រឿងបន្លាស់សម្ភារៈផ្សេងនិយាយទៅគ្រឿងអេឡិចត្រូនិកដោយសារអីខាងប្រទេសកូរ៉េគេមានទំនើបជាងយើងចឹងទៅអញ្ចឹងនៅពេលដែលគេនាំចូលសម្ភារៈបែបហ្នឹងជាងធ្វើឲ្យប្រទេសកម្ពុជាយើងទទួលបានវត្ថុប្រើប្រាស់ថ្មីក៏ដូចជាសេដ្ឋកិច្ចខាងគេក៏កើនឡើងសេដ្ឋកិច្ចខាងយើងក៏កើនឡើងដូចគ្នាហើយបើសិនជាយើងគិតថាទៅថ្ងៃអនាគតវាអាចនឹងប្រសើរជាងមុនបែបម៉េចអាហ្នឹងទៅលើការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃផ្សេងទៀតហើយបើសិនជាយើងក៏លេចទៅមើលវិស័យទេសចរដូចថ្ងៃហ្នឹងយើងដឹងថាមានជាការប្រជាជនកម្ពុជារបស់យើងគឺតតន់ទៅខាងប្រទេសកូរ៉េច្រើនមែនតើដោយសារអីមានទាំង K-pop idol និយាយទៅធ្វើឲ្យពេលដែលមាន concert មានអីម្ដងប្រទេសកម្ពុជាយើងចូលចិត្តទៅមើល concert របស់ K-pop ណាមួយនៅប្រទេសកូរ៉េហើយមួយទៀតនៅពេលដែលប្រទេសយើងគេថាបូករួមនឹងវិស័យផ្សេងជាច្រើនទៀតដូចជាវប្បធម៌និយាយទៅនៅពេលដែលឆ្លងវប្បធម៌គ្នាយើងនឹងតាមរយៈការមើលរឿងឬក៏តាមរយៈ K-pop idol ផ្សេងទាំងម្ហូបអាហារទាំងវប្បធម៌ទាំងអីហ្នឹងគឺយើងចង់ដឹងពីប្រទេសគេច្រើនមែនតើអញ្ចឹងធ្វើឲ្យវិស័យទេសចរហ្នឹងប្រទេសកូរ៉េក៏កើនឡើងដូចគ្នាតាមរយៈការអីគេតាមរយៈការដែលកម្ពុជាយើងនាំគ្នាទៅលេងប្រទេសកូរ៉េឬក៏តាមរយៈការដែលប្រជាជនកូរ៉េចាប់ផ្ដើមចូលមកប្រទេសកម្ពុជានៅក្នុងគោលបំណងគឺដើម្បីស្វែងរកអីថ្មីឬក៏មកកំសាន្តអីចឹងទៅអញ្ចឹងវិស័យទេសចរក៏នឹងកាន់តែអភិវឌ្ឍទៅថ្ងៃមុខដូចគ្នាអញ្ចឹងសរុបជារួមមកគឺគ្រប់វិស័យច្រើនមែនតើមិនត្រឹមតែវិស័យប៉ុណ្ណឹងឯងគឺយើងគិតទៅសេដ្ឋកិច្ចផ្សេងវិស័យទេសចរវប្បធម៌អរិយធម៌គឺនឹងមានចក្ខុវិស័យទៅមុខវែងឆ្ងាយហើយនឹងធ្វើឲ្យប្រទេសទាំងពីរហ្នឹងអាចរីកចម្រើនទៅជាមួយគ្នាបានកាន់តែខ្លាំងអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹង
ឥឡូវនេះ podcast របស់យើងគឺបានមកដល់ទីបញ្ចប់ហើយខ្ញុំជំនួសមុខឲ្យមិត្តរួមក្រុមទាំងអស់គ្នារួមទាំងភ្ញៀវកិត្តិយសអរគុណច្រើនមែនទែនទៅដល់អ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏សំខាន់ស្ដាប់ podcast មួយនេះរហូតទៅដល់ទីបញ្ចប់ហើយក៏អរគុណច្រើនមែនទែនទៅដល់អ្នកគ្រូដែលបានផ្ដល់ឱកាសឲ្យពួកយើងនៅក្នុងការចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងទាក់ទងជាមួយនឹងមេរៀនមួយនេះចែកជូនទៅកាន់អ្នកទាំងអស់គ្នាដើម្បីធ្វើការស្ដាប់ចុងក្រោយមានតែប៉ុណ្្នឹងទេអរគុណច្រើន